សួស្តីអ្នកទាំងអស់គ្នាសារសម្រាប់ថ្ងៃនេះគឺប្រាប់ថាឲ្យអ្នកទាំងអស់គ្នាហ៊ានធ្វើជាមនុស្សចិត្តដាច់អ្នកទាំងអស់គ្នាខ្ញុំសាប់បៀមកកាត់ទី1នឹងតាក់ទងជាមួយនឹង page of shot អ្នកទាំងអស់គ្នាមានន័យថាគេចង់ឲ្យយើងធ្វើជាមនុស្សចិត្តដាច់អ្នកទាំងអស់គ្នាដោយសារតែអ្នកទាំងអស់គ្នាជាមនុស្សដែលងាយស្រួលពេកអីក៏បានហ្នឹងអញ្ចឹងទៅគេ take advantage លើអ្នកទាំងអស់គ្នាមានន័យថាគេយកប្រយោជន៍ពីអ្នកទាំងអស់គ្នាហើយកាត់ថ្ងៃហ្នឹងតាក់ទងជាមួយនឹង relationship ហ្មងអ្នកទាំងអស់គ្នាតំណែងស្នេហាមានអារម្មណ៍ថាភាគីម្ខាងទៀតគាត់យកប្រយោជន៍ពីអ្នកទាំងអស់គ្នាខ្លាំងមិនមានប្រយោជន៍អីទេតាក់ទងជាមួយនឹងប្រយោជន៍ផ្លូវចិត្តអ្នកទាំងអស់គ្នាគឺអ្នកទាំងអស់គ្នាឲ្យគេដឹងចិត្តពេកហើយព្រមធ្វើតាមគ្រប់យ៉ាងដែលគេប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងហើយអ្នកទាំងអស់គ្នាមានទៀមទីអីពីគេសោះហ្មងអញ្ចឹងទៅធ្វើឲ្យគេបាញ់ចិត្តអញ្ចឹងទៅគេអត់ដែលខ្វល់ពីអារម្មណ៍អ្នកទាំងអស់គ្នាអញ្ចឹងវាអាច ruin relationship ផងអ្នកទាំងអស់គ្នាខ្លាំងដោយសារតែយើងប្រឹងតែភាគីម្ខាងណាអញ្ចឹងនៅក្នុងការនឹងគេតម្រូវឲ្យអ្នកទាំងអស់គ្នារៀនធ្វើចិត្តដាច់រៀនចេះបដិសេធខ្លាំងអញ្ចឹងកុំឲ្យតែគេ request អីឬក៏គេនិយាយអីតិចយើងស្របតាមគេទាំងអស់អ្នកទាំងអស់គ្នាព្រោះសេចក្តីស្រឡាញ់គឺមានទៅមានមកហើយជួយយកអាសាគ្នាទៅវិញទៅមកអញ្ចឹងអ្នកទាំងអស់គ្នាទាំងប្រុសទាំងស្រីដែលគាត់បើកមើលឃើញបៀហ្នឹងមានន័យថានឹងគឺជារឿងរបស់គាត់ហើយបន្ទាប់មកអាកាសទី2ដែលខ្ញុំបាននេះអ្នកទាំងអស់គ្នាគេហៅ age of short អ្នកទាំងអស់គ្នាគឺថាការឈឺចាប់ខ្លាំងណាស់អ្នកដែលមើលវីដេអូខ្ញុំអាចនឹង currently គាត់កំពុងតែមានភាពឈឺចាប់តាក់ទងជាមួយនឹងតំណែងស្នេហារបស់គាត់ដែលមិនមានការយកចិត្តពីសំណាក់ដៃគូម្ខាងទៀតឬក៏តម្រូវការនៃការចង់បានរបស់គាត់ទៅកាន់ដៃគូម្ខាងទៀតហ្នឹងគឺអ្នកដៃគូម្ខាងទៀតហ្នឹងគាត់អាចផ្ដល់ឲ្យយើងបានអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងក្នុងហ្នឹងគេតម្រូវឲ្យអ្នកទាំងអស់គ្នារៀនលឺថារៀនចេះទទួលយកអារម្មណ៍ដែលយើងឈឺចាប់ហ្នឹងយកមកធ្វើជាមេរៀនសម្រាប់ជីវិតខ្លួនឯងហើយគេចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងរៀនស្រឡាញ់ខ្លួនឯងឲ្យច្រើនដោយមិនចាំបាច់ថាតតែអ្នកហ្នឹងទៅអាចធ្វើរឿងហ្នឹងឲ្យអ្នកទាំងអស់គ្នាបានទេព្រោះជាចុងក្រោយការឈឺចាប់ហ្នឹងគឺនៅតែជាមួយយើងឯងអត់មានណាគេមកឈឺចាប់ជាមួយយើងទេដោយសារមានតែវានៅជាប់ខ្លួនយើងរហូតហ្មងអ្នកទាំងអស់គ្នាអត់មានណាគេនៅក្នុងចិត្តយើងបានទេក្រៅពីខ្លួនយើងអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងកាយហ្នឹងគេតម្រូវឲ្យអ្នកទាំងអស់គ្នាចិត្តដាច់ហើយរៀនស្រឡាញ់ខ្លួនឯងឲ្យបានច្រើនខ្លាំងមែនទែនហ្មងអ្នកទាំងអស់គ្នាបន្ទាប់មកតាក់ទងជាមួយនឹង Knight of Pentacles អ្នកទាំងអស់គ្នាក្នុងនឹងទៀតសោតគឺគេចង់តម្រូវឲ្យអ្នកទាំងអស់គ្នានឹងរៀនយល់អំពីស្ថានភាពផ្សេងរៀនយល់អំពីបំណងប្រាថ្នារបស់ខ្លួនឯងការសម្រេចចិត្តនិងការធ្វើអ្វីមួយហ្នឹងគឺគេឲ្យអ្នកទាំងអស់គ្នានឹងរៀនគេហៅថា brainstorming មានន័យថាគេឲ្យអ្នកទាំងអស់គ្នានឹងគិតឲ្យបានល្អិតល្អន់ពីជ្រុងមួយទៅជ្រុងមួយថាតែការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នានឹងគឺពិតជាល្អមែនអត់សម្រាប់តំណែងតំណងមួយហ្នឹងឬក៏សម្រាប់ដៃគូម្ខាងទៀតអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែក្នុងហ្នឹងគេចង់ឲ្យអ្នកទាំងអស់គ្នាផ្ដោតទៅលើខ្លួនឯងច្រើនជាងដោយសារតែអ្នកទាំងអស់គ្នានឹងគិតតែពីលើគេពេកឯងអញ្ចឹងអ្នកទាំងអស់គ្នាយកពេលមកស្រឡាញ់ខ្លួនឯងគិតខ្លួនឯងវិញថារឿងណាខ្លះដែលអ្នកទាំងអស់គ្នាអត់ទាន់ធ្វើឲ្យខ្លួនឯងបានណាអ្នកទាំងអស់គ្នាព្រោះអនាគតទៅឬក៏ពេលណាទៀតយើងមើលអត់ឃើញទេថាយើងនឹងជួបរឿងអីកើតឡើងអញ្ចឹងអ្នកដែលនៅជាមួយយើងគ្រប់ពេលវេលាទាំងភាពឈឺចាប់ភាពសប្បាយរីករាយភាពរំភើបភាពទួញសោកអីហ្នឹងណាគឺមានតែយើងអ្នកទាំងអស់គ្នាអ្នកដែលយើងស្រឡាញ់ហ្នឹងគឺជាផ្នែកមួយនៃជីវិតរបស់យើងប៉ុន្តែមានតែយើងឯងនៅជាមួយខ្លួនយើងអស់មួយជីវិតហ្មងអ្នកទាំងអស់គ្នាបន្ទាប់មកគេថាបន្ទាប់ពីអ្នកទាំងអស់គ្នាហ៊ានចេះស្រឡាញ់ខ្លួនឯងចេះចិត្តដាច់ហើយអ្នកទាំងអស់គ្នានឹងជួបពិភពលោកមួយដ៏ថ្មីស្រឡាងដែលអ្នកទាំងអស់គ្នាអត់ដែលនឹកស្មានដល់ទេមានន័យថាធម្មតានៅពេលដែលយើងជាមនុស្សដែលដឹងពីតម្រូវការរបស់ខ្លួនឯងដឹងពីអ្វីដែលយើងចង់បានដឹងពីអ្វីដែលយើងស្រឡាញ់ដឹងពីអ្វីដែលយើងមិនគួរធ្វើដឹងពីអ្វីដែលយើងអភិវឌ្ឍខ្លួនឯងអ្នកទាំងអស់គ្នានឹង automatically ជួបរឿងល្អៗហ្មងអ្នកទាំងអស់គ្នាមានន័យថាអ្នកទាំងអស់គ្នាអាចនឹងជួបរឿងថ្មីដែលអ្នកទាំងអស់គ្នាអាចជួបទេហើយអារម្មណ៍នៅពេលដែលយើងជួបរបស់ថ្មីឬក៏ជួបរឿងដែលនឹកស្មានដល់មួយធ្វើឲ្យយើងមានកម្លាំងចិត្តនៅក្នុងការដើរទៅមុខទៀតព្រោះអ្នកទាំងអស់គ្នាត្រូវតែរុញខ្លួនឯងទៅមុខ push ខ្លួនឯងហ្មងអត់អាចឲ្យខ្លួនឯងនៅតែមួយកន្លែងបានទេអ្នកទាំងអស់គ្នាយើងអាចឲ្យស្នេហាហ្នឹងមកគ្របមុខយើងអាចឲ្យស្នេហាហ្នឹងមកគៀបសង្កត់ផ្លូវចិត្តយើងបានទេអ្នកទាំងអស់គ្នាព្រោះការរស់នៅប្រចាំថ្ងៃរបស់យើងហ្នឹងមិនផ្ដោតមកមុខទៅលើស្នេហាទេគឺ career ចំណេះដឹងហើយនឹងសម្រាប់របស់យើងផ្ទាល់អ្នកទាំងអស់គ្នាអញ្ចឹងគេទាមទារឲ្យយើងចេះស្រឡាញ់ខ្លួនឯងចេះមើលថែខ្លួនឯងចេះលឺថាថែរក្សាសម្រាប់ឲ្យយើងមើលទៅស្អាតក្មេងជាងវ័យពីមុនយើងកុំសូវខ្វាយខ្វល់ពីគេពេកព្រោះយើងប្រើពេលវេលាឡើងច្រើនភុកខុសទៅលើគេពេកឡើងយើងលេងខ្វល់ពីខ្លួនឯងហ្មងអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាក៏លេចមកមើលខ្លួនឯងវិញថារាល់ថ្ងៃហ្នឹងអ្នកទាំងអស់គ្នាមានបានគេហៅថាមានបានមើលថែខ្លួនឯងបានដិតដល់នៅអញ្ចឹងអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាអត់ទាន់បានមើលថែខ្លួនឯងទេគេចង់ឲ្យអ្នកទាំងអស់គ្នា step back ហើយមើលខ្លួនឯងវិញថារាល់ថ្ងៃហ្នឹងមានបានបំពេញតម្រូវការដែលខ្លួនឯងចង់បាននៅអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងក្លែកត្រឡប់មកវិញអ្នកទាំងអស់គ្នាការទាំងអស់ហ្នឹងគឺថ្ងៃហ្នឹងគេជាមេរៀនមួយសម្រាប់ឲ្យអ្នកទាំងអស់គ្នាហ្នឹងចិត្តដាច់ទី1ចិត្តដាច់ទី2ចេះស្រឡាញ់ខ្លួនឯងទី3ត្រូវរកអ្វីដែលអភិវឌ្ឍឲ្យខ្លួនឯងឲ្យល្អប្រសើរជាងមុនអ្នកទាំងអស់គ្នាគេឲ្យអ្នកទាំងអស់គ្នានៅតែមួយកន្លែងទេសម្រាប់Guardian Angelថ្ងៃហ្នឹងគេមានសារអីសម្រាប់អ្នកទាំងអស់គ្នាជាមួយខ្ញុំបើក Guardian Angel សិន
prayer អ្នកទាំងអស់គ្នាការងារហ្នឹងគេថា Dear Guardian Angel help me dissolve past guilt or regret help me to see that all is always imperfect and divine order help me to let go of the fear that I project on my future help me to live fully within each precious moment and feel your eternal love within and around me help me to release and fulfill my true potential thank you អ្នកទាំងអស់គ្នានៅក្នុងហ្នឹងគឺចង់បានន័យថាចែកគេឲ្យយើងហ្នឹងណាវាដូចថាគិតអំពី future របស់ខ្លួនឯងគិតអំពីអ្វីដែលខ្លួនឯងស្រឡាញ់ចូលចិត្តចង់បានណាអ្នកទាំងអស់គ្នាហើយគេឲ្យអ្នកទាំងអស់គ្នា frame ន័យថាអ្នកទាំងអស់គ្នាបួងសួងសេចក្តីប្រាថ្នាផលអ្នកទាំងអស់គ្នាហ្នឹងទៅកាន់ Guardian Angel ទៅនោះបំណងប្រាថ្នាដែលអ្នកទាំងអស់គ្នាចង់បានឲ្យខ្លួនឯងមានភាពសប្បាយរីករាយមានសេចក្តីសុខនឹងជួបតែរឿងល្អៗហ្នឹងណានឹងបានក្នុងពេលបន្តិចទៀតនឹងអញ្ចឹងនឹងបានក្នុងពេលឆាប់ៗអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងការសម្រាប់ថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្រឡាញ់ខ្លួនឯងឲ្យច្រើននិងមើលថែខ្លួនឯងឲ្យច្រើនព្រោះ at the end នៅទីបញ្ចប់អត់មានអ្នកគេនៅជាមួយយើងក្រៅពីខ្លួនយើងទេអ្នកទាំងអស់គ្នាអរគុណច្រើនបាយបាយ